វេទនាណាស់រៀនហាត់ប្រាណជាមួយអ្នកគ្រូកូនបើថ្ងៃណាព្រោះអីគ្រូនេះបរៀនផងបន្លំធ្វើបាបសិស្សផងហើយគ្រូបង្វឹកខ្ញុំថ្ងៃណាបរៀនសិស្សសុករោតលេងមិនធម្មតាទេណាសាច់ដុំប៉ុនមេដៃនេះសំខាន់យូចេញរត់ម្ដងមានឯណាដាច់បាតស្បែកជើងអស់មួយមុនចេញទៅហាត់ប្រាណគេដេញឲ្យខ្ញុំមក get ready ឲ្យស្អាតសិនព្រោះអីពេលហាត់នឹងវានឹងបែកញើសអីចឹងណាចឹងហើយគឺត្រូវតែទៅ clean មកវិញ clean ហើយមុននឹងខ្ញុំចាប់ផ្ដើមគឺតែងតែ start with Sensibio H2O Micellar Water និយាយឲ្យខ្លីទៅគឺទឹកជូតមុខរបស់ Bioderma ខ្ញុំសូមណែនាំបងប្អូនតិចទឹកជូត Sensibio H2O Micellar Water ចំណុះ 250ml នេះសមល្មមងាយស្រួលឲ្យបងប្អូនដាក់តាមខ្លួនជាប្រភេទទឹក Micellar Water សម្រាប់ស្បែកគ្រប់ប្រភេទនិងសូម្បីតែស្បែកងាយប្រតិកម្មផងដែរមាន pH 5.5 ដូចនឹងស្បែកអត់មានអាល់កុលគ្មានជាតិកាត់ហើយសម្អាតស្បែកពី make up និងធូលីដីបានយ៉ាងល្អសម្រាប់ខ្ញុំម្ដងនេះគឺងាយស្រួលប្រើធ្វើជា double cleansing មុនពេលលាង foam គឺ the best ថ្ងៃនេះខ្ញុំសប្បាយចិត្តមែនតើព្រោះបាន restock skin care ខ្ញុំមកវិញហើយ skin care ខ្ញុំដូចបងប្អូនដឹងស្រាប់ហើយថាមកពីខាង Bioderma ដល់ពណ៌ផ្កាឈូកមួយនេះក៏សំណប់ចិត្តខ្ញុំដែរ Sensibio Defensive ជា cream ផ្ដល់សំណើមសម្រាប់ស្បែកខ្សោយស្បែកដែលងាយរោលក្រហមរមាស់មួយមុខនេះគឺជួយផ្ដល់សំណើមបាន12ម៉ោងនិងអត់ធ្វើឲ្យស្ទះរំរោមទេស្រឡាញ់ត្រង់ពេល apply លើស្បែកមុខទៅមានអារម្មណ៍ថាត្រជាក់ feeling so relax ហើយក្រោយពេលលាបម្ដងខ្ញុំចង់តែប៉ះមុខខ្លួនឯងទេដោយសារវាទន់ពេកស្បែកមុខឡើងដូច baby ហើយខ្ញុំអត់ដែរលាបត្រឹមតែមុខទេប្អូសទៅដល់កទៀតបងប្អូនឃើញអត់ឲ្យតែពេលខ្ញុំលាបហើយគឺចូលចិត្តធ្វើអញ្ចឹងដោយសារវាទន់មែននិង last step មិនអាចខ្វះបានគឺជាលេការពារកម្ដៅថ្ងៃ Bioderma ចំនួនថ្មីដែលជា detox sunscreen ដំបូងគេអាមួយនេះតូចតែមានទេតែ quality វិញអស់ទាស់សាច់រាវងាយស្រួលលាបហើយសមស្របសម្រាប់ស្បែកគ្រប់ប្រភេទនិងសូម្បីតែស្បែកដែលងាយប្រតិកម្មចំណុចពិសេសបង្កើតឡើងដោយបច្ចេកវិទ្យាថ្មីគឺ environmental active defense និង detox science ហើយមិនត្រឹមតែជួយការពារ UVA និង UVB ណាថែមទាំងជួយ detox ជាតិពុលពីស្បែកបានល្អទៀតលាបហើយ make up ឆាប់ចូលឃើញមុខមានសំណើមរលោងស្អាតអត់កាហាយភ្នែកទេសម្រាប់បងប្អូនដែលមានស្បែកប្រេងប្រើយូរទៅក៏អត់ឃើញមានរលើបលើមុខដែរបើចំពោះអ្នកស្បែកស្ងួតវិញគឺផ្ដល់សំណើមបានគ្រប់គ្រាន់ឃើញអញ្ចឹងឯណាប៉ុន្តែគេមានដល់ទៅ3ពណ៌សម្រាប់ឲ្យបងប្អូនជ្រើសរើសសាច់ពណ៌សដែលខ្ញុំលាបនេះគឺជ្រាបចូលស្បែកអស់សម្រាប់អ្នកលាបទូទៅប្រចាំថ្ងៃធម្មតាអត់ចូលចិត្តឲ្យមានពណ៌ឬក៏ឃើញដូចយើងលាបអីនៅលើមុខនិងមួយទៀតគឺបែប tinted ដែលអាចបិទបាំងស្នាមបានមាន2ពណ៌តម្រូវទៅតាមការចង់បានរបស់បងប្អូនណាពណ៌សាច់គឺដឹងតែត្រូវចិត្តបងប្អូនដែលលាបហើយឃើញមុខដូច make up ស្រាលបែបធម្មជាតិសាច់ស្រាលងាយស្រួលលាបអត់បតាអត់បន្សំម្សៅសឲ្យតែជាផលិតផលរបស់ Bioderma គឺខ្ញុំប្រើដោយទំនុកចិត្តព្រោះជាផលិតផលរបស់ប្រទេសបារាំងនិងផលិតនៅទីនោះផ្ទាល់តាំងពីឆ្នាំ1977និងត្រូវបានណែនាំដោយគ្រូពេទ្យជំនាញសើស្បែកហើយមុនពេលទិញបងប្អូនកុំភ្លេចរកមើល sticker ពណ៌លឿងនៅលើដបផលិតផលផងណាប្រយ័ត្នប៉ះរបស់ខ្លាំងៗសម្រាប់ព័ត៌មានបន្ថែមនេះគឺជា Facebook page Instagram និង TikTok របស់ Bioderma រួចរាល់ហើយ Let's go អូខេតោះឥឡូវខ្ញុំនាំបងប្អូនមកហាត់ប្រាណជាមួយអ្នកគ្រូគីដែរណានឹកឃើញអីពពូលគ្នាពីអ្នកបងប្អូនមកហាត់ប្រាណនឹងការពិតគម្រោងមានយូរហើយតែទៅចេញជារូបរាងថ្ងៃហ្នឹងហើយប្អូនឡើងជិះចុះតែដុយកុំដោតឲ្យសោះឃើញមិនឃើញទេថាដុយនឹងអត់ទាន់បានដោតទេប៉ុន្តែសុកចិត្តឡើងជិះឲ្យប្រើឲ្យខ្ញុំទៅដោតឲ្យតាមក្រោយវិញយ៉ាកូនគីហូហេតុពេកទេដឹងនេះនិយាយតាមត្រង់ទៅឧបករណ៍ gym ទាំងអស់ខ្ញុំចេះតែរត់ម៉ាស៊ីនមួយគត់ក្រៅពីនឹងខ្ញុំអត់ដែលបានសាកឧបករណ៍ផ្សេងទេព្រោះអត់ចេះប៉ុន្តែថ្ងៃនេះខ្ញុំនឹងសាកឲ្យបានទាំងអស់ព្រោះអីមានគ្រូបង្វឹកមួយមកតាមខ្លួនដែរទោះចេះមិនចេះត្រូវមិនត្រូវក៏ទៅសិនដែរបានគ្នាអាដំបងគេនេះដូចយើងធាក់កង់អញ្ចឹងប៉ុន្តែមើលទៅរបស់ខ្ញុំនិង Nikki ខុសគ្នាតែបើសួរថាខុសត្រង់ណាខ្ញុំអត់ដឹងផងចង់និយាយថាខ្ញុំរៀងនឹងកូនបើអត់ហ៊ានលេងមួយគាត់ផ្ដេសផ្ដាស់ទេព្រោះអីកូននេះអត់បាននេះលេងបន្លំរត់តែធ្វើបាបខ្ញុំកោតតែចេះឈោឆ្លោះកញ្ចក់នឹងគេទៅរួចសាច់ដុំប៉ុនមេដៃសោះងាកមកមើលឧបករណ៍ទី2ខាងនេះវិញបងប្អូនឥឡូវហ្នឹងគ្រូបង្វឹកខ្ញុំគាត់ហាត់ឲ្យខ្ញុំមើលសិនទេខ្ញុំឈរមើលគាត់ធ្វើនេះដូចជាស្រួលអត់មានអីពិបាកផងគ្រាន់តែយើងហក់តោងបន្តិចណាមានឯណាពេលទៅសាកខ្លួនឯងបានដឹងថាសូនឆឹងទៅអត់រួចប៉ុន្តែមិនអីទេដោយសារខ្ញុំថ្មីហើយជាលើកដំបូងរបស់ខ្ញុំដែរអញ្ចឹងទៅអត់រួចលើកទី1មិនប្រកាសថាលើកទី2អត់កើតណាណោះនីគីគេថាអូនរកឃើញហើយមូលហេតុចាឯងតោងអត់ជាប់នឹងដោយសារចាឯងត្រឡប់ជាមួយដៃឆ្វេងជាងអញ្ចឹងតោងពីខាងក្រោយនេះមកវិញមកខ្ញុំស្ដាប់តាមគាត់ព្រោះគាត់និយាយនឹងវាត្រូវហើយប៉ុន្តែខុសត្រង់ថាដៃស្ដាំអត់កើតហើយដៃឆ្វេងនោះរត់ទៅលើទៀតអញ្ចឹងសរុបទៅលើកទី1ខ្ញុំក៏ fail លើកទី2ក៏បរាជ័យហើយលើកទី3បរាជ័យហើយឈឺក្លៀកទៀតខ្ញុំមើលខ្លួនឯងក្នុង
ក្នុងវីដេអូនេះទៅដូចវេទនាហ្មងអ្នកគ្រូកូនបើគេថាចាឯងមកសាអានេះវិញមកហេសាអានេះដូចជាអត់សូវអីអាចទៅបានខ្ញុំទៅតែ starter ទេបងប្អូនអញ្ចឹងហើយបើមើលក្នុងវីដេអូនេះទៅខ្ញុំធ្វើអត់ត្រូវខុសឆ្គងឬក៏ខុសពីក្បាច់របស់គេមិនខ្ញុំអធិស្ឋានទុកមុនហ៎ព្រោះអីខ្ញុំអត់ទាន់មាន trainer អីត្រឹមត្រូវនឹងគេទេសមត្ថភាពខ្ញុំឥឡូវនេះអាច afford បានត្រឹមអ្នកគ្រូគីសិនតែគ្នាពងហាត់បានសុកចាយនោះទៅតឡើងគីឡូឥឡូវមានអីអាអ្នកតឡើងនឹងអូសអត់រួចខ្លួនឯងផងហ្នឹងទេឆ្ងល់ដែរទាញមិនរួចហើយខំទាញទៅណាទៀតគេឲ្យម៉ាននោះសុកចិត្តខំថ្មិញលៀនដាតក៏ប្រឹងទាញតទៀតដែរអត់ព្រមឈប់ចំណែកមួយនេះវិញនីគីប្រាប់ខ្ញុំថាចាយអានេះគេសម្រាប់ហាត់យកខ្នងស្អាតប៉ុន្តែជាក់ស្ដែងទៅប្អូនខ្ញុំខ្នងគាត់ស្អាតស្រាប់ហើយអត់តែខ្ញុំទេសម្រាប់ខ្ញុំពេល gym គឺខ្ញុំចង់បានខ្នងស្អាតមុនគេដោយសាររាល់ថ្ងៃនឹងខ្ញុំអត់ទាន់ពេញចិត្តនឹងខ្នងខ្លួនឯងសោះប៉ុន្តែអត់រាប់បញ្ចូលថ្ងៃហ្នឹងឯណាបងប្អូននេះខ្ញុំគ្រាន់តែមកសាកឧបករណ៍គេឲ្យគ្រប់មុខសិនទេចង់ដឹងថាទៅរួចអត់អង្គុយបានបន្តិចកូនបើគេឲ្យខ្ញុំងើបឈរឲ្យសាកទាញអានេះម្ដងមានអីបងប្អូនខ្ញុំទាញបានតាគ្រាន់តែទាញត្រូវមិនត្រូវខ្ញុំអត់ដឹងដែរគិតទៅខ្ញុំឆ្ងល់នីគីដែររាល់ថ្ងៃហ្នឹងទៅតែសាលាមកតែផ្ទះទេហើយពេលណាគាត់ហាត់ប្រាណអញ្ចឹងហាត់តិចតួចស្រាលក្នុងបន្ទប់បែប home workout អញ្ចឹងប៉ុន្តែពេលមកកន្លែង gym គាត់ដឹងថាឧបករណ៍គេហ្នឹងប្រើសម្រាប់ធ្វើអីហើយគេប្រើបែបម៉េចទោះបីអត់ត្រូវតាមក្បួនគេមែនប៉ុន្តែគាត់ធ្វើមកតំណងខ្ញុំធ្វើអត់បានដូចគាត់ទេដោយបងប្អូនបានឃើញក្នុងវីដេអូហ្នឹងអញ្ចឹងមើលទៅគាត់ដូចជាមានបទពិសោធន៍ធ្លាប់ហាត់ជាមួយឧបករណ៍ទាំងអស់ហ្នឹងអញ្ចឹងចំណែកអាមួយចុងក្រោយនេះគេឲ្យខ្ញុំបតុនជង្គង់ឲ្យទៀបហើយខ្ញុំនេះអោនងើបតែពីរ3ដងចង់ជាប់តសៃចកេះខ្ញុំស្មានតែអស់ត្រឹមហ្នឹងហើយគាត់ថាអត់តន់បែកញើសផងចែទៅរត់តទៀតតោះស្មានតែគាត់បបួលខ្ញុំរត់ម៉ាស៊ីនមានឯណាគេបបួលមករត់ outdoor ឯណាសោះហើយមុនមកមិញទៅប្រាប់ម៉ាក់សិនខ្លាចគាត់ឆ្លេឆ្លាទៅរកកូនគាត់នៅកន្លែង gym អត់ឃើញមើលខ្សែកាបូបនេះសេរីតាំងពីលើដល់ក្រោមហើយសេរីមិនចេះត្រូវទៀតខ្ញុំអត់មានទៅណាឆ្ងាយទេបងប្អូនគឺរត់ចិត្តនឹងឯងណាមួយស្រឡាញ់ទេសភាពម្ដុំនេះវា fresh ផងនីគីគេចង់កាន់ទូរស័ព្ទថត 0.5 ពេលកំពុងរត់អញ្ចឹងតែដល់ពេលដល់យកមកមើលវិញបានដឹងថាសាច់រត់តែ 1% ទេ 99% ទៀតសោចពីអ្នកបងប្អូនឲ្យពុលពេញថ្នល់កញ្ញានោះកាន់សុកថាចៅអើយអូនចុកដៃចាឯងកាន់ម្ដងទៅអញ្ចឹងខ្ញុំក៏កាន់វិញទៅហើយអស់ពីរត់ដើរម្ដងដើរសុកនឹកឃើញឃ្លានប្រហិតត្រីក៏ចូលទិញញ៉ាំម្នាក់មួយចក្រាក់ទៅរាល់ថ្ងៃនេះធ្វើត្បិតតែខ្ញុំពីរអ្នកបងប្អូនខុសគ្នាច្រើនឆ្នាំមែនប៉ុន្តែពេលខ្ញុំកំដរគាត់ធ្វើអីដែលគាត់ចង់ធ្វើខ្ញុំរកឃើញអាភាពសប្បាយនៅក្នុងនឹងមួយយ៉ាងទៅ To be honest ខ្ញុំពិតជា enjoy every moment ពីអ្នកគាត់ណាស់អូយសំណោះណាស់លោកស្បែកជើងហាត់ប្រាណគាត់សល់តែមួយគូនេះផងឥឡូវដាច់បាតទៀតបាទអញ្ចឹងវីដេអូនេះក៏ចប់តែត្រឹមនឹងដែរអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ